ប្រធានាធិបតីស្ដីទីវេណេស៊ុយអេឡាថ្កោលទោសការជ្រៀតជ្រែករបស់អាមេរិកហើយពោលថាឆ្អែតឆ្អន់នឹងធ្វើតាមបង្គាប់បញ្ជារបស់អាមេរិកហើយប្រធានាធិបតីស្ដីទីនៃប្រទេសវេណេស៊ុយអេឡាលោកស្រី Delcy Rodriguez បានថ្លែងតាមកញ្ចក់ទូរទស្សន៍រដ្ឋគួរឲ្យភ្ញាក់ផ្អើលកាលពីថ្ងៃអាទិត្យទី25ខែមករាឆ្នាំ2026ថាលោកស្រីឆ្អែតឆ្អន់នឹងការធ្វើតាមបង្គាប់បញ្ជាពីទីក្រុង Washington ហើយនេះគឺជាសញ្ញាបង្ហាញថាមេដឹកនាំរូបនេះចាប់ផ្ដើមបញ្ចេញឥរិយាបថប្រឆាំងសហរដ្ឋអាមេរិកដោយបើកចំហបណ្ដាហើយទាំងដែលរដ្ឋាភិបាលបណ្ដោះអាសន្នរបស់លោកស្រីកំពុងស្វះស្វែងរក្សាទំនាក់ទំនងមានស្ថិរភាពជាមួយសេតវិមាននេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន CNN ថ្លែងទៅកាន់កម្មករប្រេងនៅទីក្រុងឆ្នេរសមុទ្រ Puerto La Cruz លោកស្រី Rodriguez បាននិយាយថានយោបាយវេណេស៊ុយឡាគួរតែត្រូវបានដោះស្រាយដោយផ្ទៃក្នុងខ្លួនឯងដោយគ្មានការជ្រៀតជ្រែកពីបរទេសលោកស្រីបាននិយាយថាឆ្អែតឆ្អន់ហើយគ្រប់គ្រាន់ហើយចំពោះបទបញ្ជាដែលទីក្រុង Washington បានដាក់លើនយោបាយនៅក្នុងប្រទេសវេណេស៊ុយឡាសូមឲ្យអ្នកនយោបាយវេណេស៊ុយឡាដោះស្រាយការខ្វែងគំនិតគ្នានិងចំនួនផ្ទៃក្នុងរបស់យើងចុះទោះបីជាមានការជំទាស់ពីលោកស្រី Rodriguez យ៉ាងណាក្តីក៏ប្រធានាធិបតីអាមេរិកលោក Donald Trump នៅតែបន្តលូកដៃយ៉ាងជ្រៅក្នុងការសម្រេចជោគវាសនារបស់ប្រទេសនេះជាពិសេសពាក់ព័ន្ធទៅនឹងធនធានថាមពលដ៏ច្រើនសម្បើមរបស់ប្រទេសនេះបន្ទាប់ពីការចាប់បញ្ជូនខ្លួនអតីតប្រធានាធិបតី Nicolas Maduro និងភរិយាទៅកាន់ទីក្រុងញូវយ៉កដើម្បីប្រឈមមុខនឹងការចាត់ប្រកាន់ពីបទឧក្រិដ្ឋគ្រឿងញៀនលោក Donald Trump បានសរសើរការដឹកនាំរបស់លោកស្រី Rodriguez និងបានបញ្ជាក់ថាទីក្រុង Washington កំពុងសហការជាមួយរដ្ឋាភិបាលរបស់លោកស្រីដើម្បីសម្របសម្រួលការនាំចេញប្រេងវេណេស៊ុយឡាទៅកាន់សហរដ្ឋអាមេរិកលោក Donald Trump បានស្នើឲ្យមានការបែងចែកផលចំណេញដែលក្នុងនោះសហរដ្ឋអាមេរិកនឹងទទួលបានចំណែកដ៏សមរម្យពីចំណូលប្រេងដើម្បីពង្រឹងសេដ្ឋកិច្ចសហរដ្ឋអាមេរិកនិងកាត់បន្ថយពន្ធគណៈដែលលោកអះអាងថាវេណេស៊ុយឡានឹងទទួលបានផលប្រយោជន៍ផងដែរសូមបញ្ជាក់ថារហូតមកទល់ពេលនេះសហរដ្ឋអាមេរិកមិនទាន់បានអំពាវនាវឲ្យមានការបោះឆ្នោតជាថ្មីនៅឡើយទេស្របពេលដែលស្ថានភាពភូមិសាស្ត្រនយោបាយនៅតែមានភាពស្មុគស្មាញគណៈដែលលោក Donald Trump កំពុងព្យាយាមរក្សាតុល្យភាពទំនាក់ទំនងជាមួយទាំងរដ្ឋបាលស្ដីទីបច្ចុប្បន្ននិងក្រុមបកប្រឆាំងបន្ទាប់ពីធ្លាប់បង្ហាញមិនទើសង្ស័យលើការគ្រប់គ្រងរបស់ប្រជាជនចំពោះលោកស្រី Maria Corina Machado ដែលជាមេបកប្រឆាំងកន្លងមកលោក Donald Trump នាពេលថ្មីៗនេះបានជួបពិភាក្សាជាមួយមេដឹកនាំបកប្រឆាំងនិងជាម្ចាស់ពានរង្វាន់ Nobel សន្តិភាពឆ្នាំ2025រូបនេះនៅសេតវិមានជំនុំនេះបង្ហាញឲ្យឃើញពីសម្ព័ន្ធភាពដែលកំពុងតែរីកចម្រើនក្រោយពេលលោកស្រី Machado បានយកពានរង្វាន់របស់លោកស្រីជូនលោក Donald Trump ហើយលោក Donald Trump ក៏ទទួលយកដោយការសប្បាយចិត្តដែលនេះជាការកត់សម្គាល់នៅការផ្លាស់ប្ដូរជំហររបស់រដ្ឋបាលលោក Donald Trump ចំពោះក្រុមបកប្រឆាំងនៅវេណេស៊ុយអេឡា